មានបងប្អូនយើងណាខ្លះដែលអត់តន់ចេះផ្ដាច់កម្រងស៊ីមទូរស័ព្ទដៃអត់តន់ចេះឆែកលុយស៊ីមទូរស័ព្ទដៃអត់តន់ឆែកឈ្មោះស៊ីមឬក៏ឆែកលេខអត្តសញ្ញាណប័ណ្ណជាមួយនឹងស៊ីមទូរស័ព្ទដៃទេអ្នកទាំងអស់គ្នាអាចធ្វើការមើលនៅវីដេអូមួយនេះបានអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចេះហើយអ្នកទាំងអស់គ្នាអាចធ្វើការអូនលងបានប៉ុន្តែបើសម្រាប់អ្នកដែលគាត់ចង់ចេះឯអ្នកគ្នាអាចធ្វើការមើលបានអញ្ចឹងណាអញ្ចឹងបើសិនជានិយាយខុសអីសូមអធិស្ឋានផងអ្នកនរគ្នាអូខេអញ្ចឹងនេះជាលេខកូដទាំង3ខ្សែដែលខ្ញុំតែងតែប្រើជាប្រចាំថ្ងៃអញ្ចឹងលេខកូដទី1ដែលយើងអាចប្រើគ្រប់ស៊ីមតែម្ដងមិនថា smart មិនថា size card ទេអញ្ចឹងលេខកូដទី1គឺពីរបៀបក្នុងការផ្ដាច់កម្រងស៊ីមចល័តទូទាំងអស់អញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការចុចផ្កាយបាទ100 1200មកអ្នកគ្នាបាទហើយបន្តទៀតអ្នកគ្នាធ្វើការចុចសញ្ញាទង់ជ្រូកបន្តទៀតអ្នកគ្នាចុចសញ្ញាតែទៅបាទចុចសញ្ញាតែមកគឺយើងអាចធ្វើការផ្ដាច់កម្រងបានហើយអ្នកគ្នាអញ្ចឹងជាមួយនឹងលេខកូដទី2បាទលេខកូដទី2គឺអ្នកនរគ្នាអាចធ្វើការពីរបៀបការឆែកលុយអញ្ចឹងអ្នកគ្នាប្រើប្រាស់ស៊ីមរងថ្ងៃប្រកបណាស់ថាអត់ទាន់ចេះឆែកលុយអញ្ចឹងឥឡូវយើងមកធ្វើការឆែកពីរបៀបការឆែកអ្នកគ្នាគាត់ចុចសញ្ញាផ្កាយដូចគ្នាមកបន្តទៀតអ្នកគ្នាចុចលេខ2បាទអធិស្ឋាន1202មកអ្នកគ្នាបន្តទៀតអ្នកគ្នាចុចសញ្ញាទ្រង់ជ្រូកបាទបន្តទៀតអ្នកគ្នាចុចសញ្ញាតែមកគឺវានឹងលោតសញ្ញាសារឲ្យយើងហើយវានឹងបញ្ជាក់ជាមួយនឹងលេខចំនួនទឹកលុយដែលយើងនឹងស្ថល់អញ្ចឹងណាអ្នកគ្នាបាទអូខេអញ្ចឹងបន្តមកទៀតអ្នកគ្នាធ្វើការឆែកជាមួយនឹងលេខអត្តសញ្ញាណប័ណ្ណអញ្ចឹងបងយើងជាច្រើនមែនទែនតែគាត់ប្រើប្រាស់ស៊ីមហើយក៏អត់ទាន់ចេះឆែកលេខអត្តសញ្ញាណប័ណ្ណឬក៏ឈ្មោះអ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នាគាត់ធ្វើការចុចសញ្ញាផ្កាយបាទមកលេខ2មកបាទហើយលេខ2ទៀតមក02បន្តទៀតអ្នកគ្នាចុចសញ្ញាទង់ជ្រូកអញ្ចឹងបន្តមកទៀតអ្នកគ្នាគាត់ធ្វើការចុចបែបហ្នឹងហើយអ្នកគ្នាចុចកន្លែងប៊ូតុងតែទៅគឺវានឹងលោតឈ្មោះនិងលេខអត្តសញ្ញាណប័ណ្ណរបស់យើងមកកាន់យើងហើយនឹងផ្ញើសារមកកាន់យើងហើយអញ្ចឹងអ្នកគ្នាអាចសាកអនុវត្តទាំងលេខទាំង3ខ្សែនឹងបានដែលអ្នកគ្នាអាចអនុវត្តគ្រប់ស៊ីមមិនថា smartphone មិនថា size card មិនថា smart ទេអ្នកគ្នាអាចធ្វើការអនុវត្តបានហើយលទ្ធផលបែបណាអ្នកគ្នាកុំភ្លេច comment នៅខាងក្រោមនៅវីដេអូនឹងផងអញ្ចឹងលេខកូដទាំងអស់ហ្នឹងគឺខ្ញុំតែងតែប្រើជាប្រចាំបាទមិនថាខ្ញុំទិញទូរស័ព្ទទិញស៊ីមទូរស័ព្ទឬក៏ខ្ញុំតែងតែភ្ជាប់កម្រងឬក៏ចង់ដូរលុយអីគឺខ្ញុំតែងតែប្រើវាដើម្បីឆែកមើលគ្រប់ប្រព័ន្ធលុយទាំងអស់តើវាមានលុយសល់អីអត់អញ្ចឹងណាអញ្ចឹងអ្នកគ្នាអាចអនុវត្តតាមហ្នឹងទៅបើសិនជាបានលទ្ធផលមិនបានអ្នកគ្នាអាចចូលមកក្នុង comment ហ្នឹង comment ប្រាប់ខ្ញុំវិញផងអ្នកនរគ្នាបាទអូខេអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតសម្រាប់ការចែកលេខ